ការងារក្នុងរដ្ឋកម្មផ្លែឈើកំពុងតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋនិងកាត់បន្ថយចំណាកស្រុកបាទនៅក្នុងប្រមាណឆ្នាំចុងក្រោយនេះបាទគេសង្កេតឃើញនៅក្នុងផ្នែកការដាំដុះបន្លែផ្លែឈើក្នុងស្រុកបាននឹងកំពុងតែមានការចូលរួមយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមតំបន់និងកាត់បន្ថយការចំណាកស្រុកខុសច្បាប់ទៅប្រទេសជិតខាងតួយ៉ាងនៅក្នុងចំការលហុងមួយកន្លែងស្ថិតនៅក្នុងខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់បានផ្ដល់ការងារប្រមាណជា100នាក់បាននឹងកំពុងតែទទួលបានផលប្រយោជន៍សម្រាប់ជីវភាពគ្រួសារលោកថងធីអាយុ42ឆ្នាំមានស្រុកកំណើតនៅក្នុងភូមិកនសាយបន្ទាយបាទស្រុកបូងឫស្សីខេត្តបាត់ដំបងអតីតពលករចំណាក់ស្រុកខុសច្បាប់នៅក្នុងប្រទេសថៃបានរៀបរាប់ថាក្រោយពីបានចូលធ្វើការងារជាអ្នកមើលការខុសត្រូវក្នុងចំការលហុងនៅខេត្តពោធិ៍សាត់ឆ្នាំ2024កន្លងមកនេះរហូតដល់សប្តាហ៍ថ្ងៃបានជួយឲ្យលោកគឺថាអាចសន្សំប្រាក់ទិញម៉ូតូសម្រាប់ធ្វើដំណើរនិងគោយន្តសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មទៅតាមរដូវកាលផងដែរលោកថងធាបានលើកឡើងទៀតថាផ្នែកការងារមើលការខុសត្រូវលើកម្មករនៅក្នុងពេលសប្តាហ៍ថ្ងៃនេះក្នុងមួយខែលោកទទួលបានប្រាក់កម្រៃពលកម្មបានជាង1លានរៀលដែលអាចឲ្យលោកសន្សំបានប្រាក់មួយចំនួនសម្រាប់ទ្រទ្រង់គ្រួសារនិងមានជីវភាពប្រសើរជាងការចំណាក់ស្រុកខុសច្បាប់ជាកម្មករសំណង់នៅប្រទេសថៃក្នុងឆ្នាំ2001លោកថងធាក៏បានលើកឡើងបន្ថែមថាការធ្វើការចំណាក់ស្រុកខុសច្បាប់នៅប្រទេសជិតខាងកន្លងមកគឺថាលោកបានជួបការលំបាកនៅពេលខ្លះក៏កំពុងតែធ្វើការហើយនៅពេលដែលសម្រាកពីការងារខាងទម្រួតថៃចូលមកធ្វើឲ្យពួកគាត់ភ័យរត់គេចពីការដេញចាប់របស់ទម្រួតថៃដាច់បាយដាច់ទឹកក៏មានដែរបាទហើយការទៅធ្វើការនៅប្រទេសថៃអស់រយៈពេល2ឆ្នាំកន្លងទៅគឺថាលោកអត់បានសន្សំលុយសម្រាប់ជួយទ្រទ្រង់គ្រួសារនោះទេក៏ប៉ុន្តែប្រាក់ដែលបានរកបានមានចំណូលតិចតួចត្រឹមតែផ្គត់ផ្គង់គ្រួសារបានតិចតួចប៉ុណ្ណោះនិងគឺហៅថាជួបការលំបាកផ្នែកជីវភាពបាទដូច្នេះសូមស្ដាប់ការលើកឡើងរបស់លោកថងធាដូចតទៅបាទខ្ញុំពីដើមខ្ញុំសំណាក់ជ្រុកឆ្ងាយចូលដល់ប្រទេសគេប្រទេសអីហ្នឹងបងបាទទៅធ្វើខ្ញុំចូលដល់ប្រទេសថៃបាទចូលទៅជិតទល់ដែនម៉ាឡេអីចឹងបងតែរកទៅវាដូចជាមិនសល់ប្រាក់រកបានមកអស់ចឹងទៅបានខ្ញុំនឹកឃើញហ្នឹងមកធ្វើជាការងារចំការវិញម្ដងមើលហើយលោកវាបានសល់ប្រាក់ទៅបើមកដូចបំណងចិត្តខ្ញុំមែនបាទខ្ញុំរកបានសល់ទិញបានរបស់ដូចជាពីដើមខ្ញុំអត់មានទេដូចជាម៉ូតូអីគោយន្តអីខ្ញុំអត់មានទេខ្ញុំមកធ្វើការជាមួយគាត់ខ្ញុំទិញបានដែលរបស់ដែលខ្ញុំចង់បានខ្ញុំទិញបានដូចថាពីដើមខ្ញុំតែបានតែមកហូបចុកគ្រប់គ្រាន់ហ្នឹងបានយកហើយបានដល់ពេលរស់នៅមួយគាត់ចេះមានគំនិតតែចង់បានអានេះបាននោះចឹងចង់បានដូចថាជាគោយន្តជាម៉ូតូជិះខ្ញុំទទួលយកបានអស់ហើយបាទដូចនៅតែប្រទេសខ្មែរយើងមានការងារធ្វើអញ្ចឹងយើងនៅមិនបាច់ចង់ទៅឆ្ងាយទេឬមួយក៏យើងទៅប្រទេសគេទេបាទយើងមានការងារប្រទេសខ្មែរយើងធ្វើប្រទេសខ្មែរទៅវាមិនវាការងារស្រួលបាទជួនកាលអ្នកខ្លះទៅអត់ចេះភាសាប្រទេសគេអញ្ចឹងគ្នាក៏ពិបាកដែរហើយបើយើងការងារគាត់ទទួលយកបានដូចជាប្រាក់ថ្ងៃរបស់ខ្ញុំស្រីគាត់បុគ្គលិកស្រីមួយថ្ងៃគាត់300បាទមួយថ្ងៃ30000ណាបាទប្រុស40000ហើយគាត់ទទួលយកបានដល់អញ្ចឹងគាត់ព្រមព្រៀងហ្នឹងគាត់ការងារមានចេះគាត់នៅធ្វើជាមួយខ្ញុំអញ្ចឹងហ៎បងបើចំពោះខ្ញុំហ្មងខ្ញុំលេងចង់ទៅទេបងបើខ្ញុំធ្វើការនៅជាមួយមេខ្ញុំនេះវាស្រួលវាហត់បន្តិចបងប៉ុន្តែគាត់ថាលុយកាក់ក៏វាស្រួលហូបចុកក៏វាស្រួលមេខ្ញុំក៏គាត់ស្រួលឲ្យកូនចៅរស់ស្រួលមិនមានអីពិបាកខ្វះខាតអីខ្ញុំអត់ចង់ទៅទៀតទេបងព្រោះអីខ្ញុំនៅនេះស្រួលហើយធ្វើការជាមួយមេខ្ញុំចាបើតាមខ្ញុំវិញខ្ញុំមិនគួរឲ្យចង់ទៅទេបងប្អូនបើអាចនៅរននេះបានយើងគឺនៅរននេះទៅព្រោះអីទៅស្រុកគេយើងខុសច្បាប់វាមិនស្រួលទេបងវេទនាណាស់ពេលណាអត់បាយអត់ទឹកក៏ដេកតាមព្រៃតាមផ្សៃអីទៅចំការអីចឹងទៅជិះឡានក៏ពិបាកអីក៏ពិបាកខ្ញុំមើលឃើញទាំងអស់ហើយធ្លាប់ទៅមានអីស្រួលពេលខ្លះក៏គេដេញប្រផបប្រភីងគេយកលុយយកកាក់អស់ចឹងទៅតាមមេខ្យល់មេអីពិបាកណាបងបើសិនជាអាចរកនេះបានយើងរកដែលតកែណាដែលមើលទៅស្រួលទប់ទល់បាននឹង
ក្រុមគ្រួសារយើងជីវភាពយើងដែលនៅនេះវាខុសគ្នាឆ្ងាយបងតែនៅរននេះទៅ បាទសម្រាប់អ្នកស្រីទុំចន្ទថាបាទអាយុ58ឆ្នាំបាទដែលមានស្រុកកំណើតនៅក្នុងស្រុកមោងបាទខេត្តបាត់ដំបងក៏បានបញ្ជាក់ថាមុនមកធ្វើការជាកម្មករវិកខ្ចប់ផ្លែល្ហុងនៅទីនេះគឺថាពីមុនអ្នកស្រីជាកសិករដែលធ្វើការដែលធ្លាប់បានចំណាក់ស្រុកខុសច្បាប់លក់ដូរនៅក្នុងផ្សារនៅប្រទេសថៃនៅឆ្នាំ2015ក៏ប៉ុន្តែមូលហេតុដែលជំរុញឲ្យអ្នកស្រីវិលត្រឡប់មកស្រុកកំណើតវិញគឺដោយសារតែរកលុយបានតិចតួចនិងម្យ៉ាងវិញទៀតកូនៗនៅស្រុកអត់មានអ្នកជួលមើលថែបាទជាពិសេសទៀតគឺម្ដាយមានអាយុច្រើនពុំអាចជួយថែទាំកូនបាននោះទេដូច្នេះហើយបានជាអ្នកស្រីមកស្រុកកំណើតវិញជួបជុំគ្រួសារបើទោះបីជានៅក្នុងស្រុករកចំណូលបានតិចតួចក៏ដោយបាទប៉ុន្តែយ៉ាងណាក៏ដោយក្រោយពីធ្វើការជាអ្នកវិកខ្ចប់ផ្លែល្ហុងបាន2ឆ្នាំបាទធ្វើឲ្យការរស់នៅរបស់ក្រុមគ្រួសារអ្នកស្រីនឹងមានភាពងាយស្រួលល្អប្រសើរហើយក្នុងមួយខែគឺថាអាចទទួលបានប្រាក់កម្រៃជាង1 លានរៀលសម្រាប់ទំនុកបំរុងគ្រួសាររបស់ពួកគាត់និងការប្រើប្រាស់ចំណាយផ្សេងៗផងដែរបាទសម្រាប់លោកអៀលៀតបាទដែលជាម្ចាស់ល្ហុងនៅខេត្តបាត់ដំបងនិងពោធិ៍សាត់ក៏បានបញ្ជាក់ដែរថាបច្ចុប្បន្ននេះលោកបានដាំដំណាំល្ហុងលើផ្ទៃដី60ហិកតាហើយផ្ដល់ការងារដល់ពលរដ្ឋនៅក្នុងស្រុកចន្លោះពី80ទៅ100នាក់ហើយបានចំណាយប្រាក់អស់ទៅលើពលកម្មប្រមាណជា$30,000ក្នុងមួយខែលោកបានរៀបរាប់ទៀតថាការងារក្នុងចំការល្ហុងនៅពេលសប្តាហ៍ថ្ងៃនេះក្រៅពីជួយកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋនៅក្នុងតំបន់គឺបានចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគាត់ឲ្យប្រសើរជាងពេលមុនដែលធ្លាប់តែធ្វើការចំណាក់ស្រុកបាទដូច្នេះសូមស្ដាប់ការលើកឡើងរបស់ម្ចាស់ចំការលោកអៀលៀតដូចតទៅបាទចំពោះចក្ខុវិស័យដែលយើងចង់ឲ្យមានរក្សាបុគ្គលិកនៅក្នុងចំការដែលគាត់នៅធ្វើចំនួនទំហំដដែលនេះគឺយើងមានតែស្នងពរទៅដល់រាជរដ្ឋាភិបាលឲ្យគាត់ជួយសម្របសម្រួលក្នុងការនាំចេញផ្លែឈើទៅប្រទេសជិតខាងមួយចំនួនទី1ទី2គឺយើងស្នងពរទៅដល់ប្រជាជនក្នុងប្រទេសយើងឲ្យគាត់ជួយបរិភោគផ្លែឈើនៅក្នុងស្រុកចឹងណាបងដូចដំណាំល្ហុងដែលខ្ញុំធ្វើការដាំដុះនៅក្នុងប្រទេសអញ្ចឹងកាលណាគាត់បានជួយបរិភោគចំហុំកាន់តែច្រើនអញ្ចឹងខ្ញុំធ្វើការបរិទ័យដីដាំដុះបានចំនួនច្រើនតាមនឹងដែរអញ្ចឹងពាក់ព័ន្ធនឹងបុគ្គលិកនៅក្នុងចំការយើងមានតែបញ្ចូលបន្ថែមអត់មានកាត់បន្ថយទេប៉ុន្តែបើសិនជាអត់មានការគ្រប់គ្រងពីប្រជាជនក្នុងប្រទេសដែលគាត់មិនបានជួយបរិភោគល្ហុងទេយើងធ្វើការដាំនៅលើផ្ទៃដីតូចប្រកាសជាត្រូវការកាត់បន្ថយបុគ្គលិកឯងបងអញ្ចឹងចក្ខុវិស័យមួយទៀតគឺខ្ញុំចង់ឲ្យមានរោងចក្រកែច្នៃប្រភេទល្ហុងនេះយើងអត់ចង់ឲ្យហូបតែប្រភេទទុំមកទេយើងចង់ឲ្យមានរោងចក្រដែលគាត់មានជំនាញក្នុងការកែច្នៃម្ហូបអាហារហ្នឹងច្នៃទៅចេញជាគ្រឿងទេសផ្សេងឬមួយជាដំណាប់ឬមួយជាអីដើម្បីនាំចេញទៅលក់នៅបរទេសឬមួយក៏យើងលក់នៅក្នុងប្រទេសយើងផ្ទាល់តែម្ដងទើបអាចរក្សានៅចំនួនអ្នកធ្វើការនៅក្នុងចំការបានបើមិនជាយើងមិនមានអានឹងមកជួយទេគឺយើងធ្វើការដាំផ្ទៃដីតូចយើងប្រកាសជាត្រូវតែកាត់បន្ថយបុគ្គលិកឯងបងដំណាំនេះបើសិនជាយើងនិយាយថានាំចូលឥឡូវគឺខ្ញុំធ្វើការដាំនៅក្នុងប្រទេសច្រើនអញ្ចឹងខ្ញុំធ្វើការប្រកួតប្រជែងមួយទីផ្សារនាំចូលអញ្ចឹងទីផ្សារនាំចូលគាត់នាំចូលមកក្នុងប្រទេសយើងលែងសូវបានណាវាអាចនៅមានចំនួនតិចតួចតាមមាត់ច្រកអញ្ចឹងវាសឹងថាខ្ញុំជួយកាត់បន្ថយផ្លែឈើនាំចូលពីប្រទេសជិតខាងហ្នឹងបានមួយចំនួនដែរហើយពាក់ព័ន្ធនឹងការប្រែប្រួលទីផ្សារវាអាហ្នឹងអាស្រ័យទៅលើអ្នកដែលគាត់បរិភោគបើសិនជាគាត់ជួយគ្រប់គ្រងអញ្ចឹងទៅជួយហូបបានកាន់តែច្រើនអញ្ចឹងខ្ញុំនឹងធ្វើការបរិទ័យដីដាំកាន់តែច្រើនដើម្បីឲ្យពួកគាត់បានទទួលទានផ្លែឈើដែលធ្វើការដាំដុះនៅក្នុងប្រទេស
កម្ពុជាយើងផ្ទាល់ដោយមិនចាំបាច់ពឹងផ្អែកទៅលើប្រទេសជិតខាងនាំមកឲ្យយើងបរិភោគ